Rương này đã trong gì bị tha rương bong thôm Yakuza chuộc nàyជាមួយនឹងពួកបងធំផ្សេងហ្នឹងដំបងឡើយហ្នឹងក៏រឿងនេះដែរគឺចង់និយាយពីអ្នកក្លាហានដាវសាមរ៉ៃហ្នឹងគាត់កាប់សាហាវគាត់ស្មោះត្រង់ជាមួយនឹងបោះ Yakuza ហើយពេលនោះដែរការចំនួនបាយបាក់ផ្ទៃក្នុងក្បត់គ្នាអីហ្នឹងក៏បានកើតឡើងនៅក្នុងក្រុម Yakuza ហើយបណ្ដាលឲ្យមេតកាយបោះ Yakuza បានស្លាប់ទៅហើយពេលនោះដែរតួអង្គប្រុសរបស់យើងក៏បានចងគំនុំចងអាឃាតជាមួយនឹងឃាតករទាំងឡាយដែលស្លាប់មេរបស់គាត់ចឹងណាហើយក្រែងអំបិលសាច់រឿងរបស់យើងវិញនេះតាសក់មានសក់មាសនេះក៏ឈ្មោះ Hek ចឹងណាគាត់ឈ្មោះ Hek ដល់ពេលចឹងទៅហ្នឹងគាត់មានសុភមង្គលជាខ្លាំងនៅជាមួយកូនស្រីរបស់គាត់ហើយពេលនោះដែរហ្នឹងសុភមង្គលទាំងអស់ហ្នឹងក៏បានចាប់ផ្ដើមប្រាប់ប្រាស់ពីគាត់ទៅពួកគាត់ទៅទទួលភារកិច្ចយ៉ាងម៉េចទៅក៏ចាប់កាស៊ីណូបនលបែងរបស់ Yakuzaតកែរបស់តួប្រុសយើងអញ្ចឹងណាហើយពេលនោះដែរគាត់ទៅបានធ្វើដំណើរជិះម៉ូតូទៅដើម្បីទៅកំទេចនៅកាស៊ីណូហ្នឹងឲ្យវាឆេះឲ្យវាខ្ទេចទៅហើយពេលនោះដែរលោកតាយើងក៏បានធ្វើដំណើរយ៉ាងសន្សំចេញមកដល់ហើយកន្លែងមកមើលនេះកាស៊ីណូរបស់ Yakuza ត្រូវជាក្រុមបងទឹកបងធំនៅខាងតំបន់ហ្នឹងអញ្ចឹងណាហើយកាស៊ីណូគាត់ហ្នឹងបើកដំណើរការធម្មតាហើយពេលនោះដែរបើ Yakuza នឹងពួកចំណិតមានឋានៈធំYakuza អញ្ចឹងក៏បាននិយាយគ្នាអំពីតួអង្គរបស់យើងលោកម្ចាស់តាមួយហ្នឹងវាខ្លាំងបើកម្រិតណាដែរបើលោកម្ចាស់ស្រឡាញ់វាខ្លាំងណាស់មើលវាទៅអង្គុយម៉ាំងភាំងអីដូចគ្មានមនុស្សគ្មានវិញ្ញាណអញ្ចឹងណាហើយតកាក៏បាននិយាយថាក៏មើលងើយសមត្ថភាពវាណាវាអាចការពារវាអាចទប់ទល់ជាមួយនឹងសត្រូវរាប់រយនាក់បានហើយវាគឺជាក្មេងដែលស្មោះនឹងយើងខ្លាំងណាស់ហើយពួកអាកូនចៅទាំងអស់ហ្នឹងចំអកលក់លើឲ្យតួប្រុសរបស់យើងហើយតួប្រុសរបស់យើងអត់មានផ្លេណែនាំឈ្មោះគាត់ឈ្មោះ Izakawa Gomon អញ្ចឹងឲ្យមានហៅគាត់ Gomon ណាហើយពេលនោះដែរពួកបងធំផ្សេងនេះក៏មកលេងលបែងកាស៊ីណូមកគេបើកចោលបើកឡើងរឹងលុយហ្នឹងណាហើយអ្នកទាំងអស់គ្នាហ្នឹងមើលទៅអត់ស្រួលទេពួកបងធំផ្សេងហ្នឹងពួកអីអ្នកកូនចៅកាយកូសាបើកកាស៊ីណូហ្នឹងកលេចមួយកលេចឡើងក៏ញោសញោភ្នែកគ្នាមើលថាអាពេតហ្នឹងលេងល្បីចឹងណាហើយអាពេតហ្នឹងបើកបៀស្អីបៀជប៉ុនអត់មានអត់ស្គាល់ទេហើយពេលនោះដែរក៏បានបើកអាបៀហ្នឹងទៅអូសចុះអូសឡើងទាំងអស់គ្នាហ្នឹងទាំងម្ចាស់កាស៊ីណូហ្នឹងចាក់ឡើងអ្នកលេងអ្នកចាច់បៀហ្នឹងណាហើយអាពេលហ្នឹងក៏និយាយច្រើនបើកឃើញមិនក៏ក្រហញលុយមកទៅហឹងដាក់ទាំងអស់អញ្ចឹងណាហើយពេលនោះដែរនេះអង្គរៈហ្នឹងក៏ចាប់បានពេកហ្នឹងបន្លំលេងបន្លំកាស៊ីណូអញ្ចឹងណាហើយអង្គរៈក៏ចាប់បានក៏បានថាអ្នកនរគ្នាខ្ញុំសុំតដែលមានរឿងកើតឡើងក្នុងកាស៊ីណូរបស់ខ្ញុំនឹងផ្ដល់មេរៀនចាស់ដៃឲ្យវាអញ្ចឹងណាហើយពេលនោះដែរអាបងធំនឹងដែរណាក៏បានត្រូវក្រុម Yakuza តាប់ចោះតាប់ឡើងកណ្ដាលមុខហៀឈាមកាច់បកិនហ្នឹងទៅវាយមកជង្គង់របស់ Yakuza ក៏បាននិយាយថាយើងនឹងផ្ដល់មេរៀនជីវិតឲ្យអាចាស់ដៃដល់សារឯងនឹងមកបន្លំលេងកាស៊ីណូរបស់យើងឯងដឹងកាស៊ីណូរបស់យើងគ្រប់គ្រងគ្មានណាគេអាចបន្លំបានហើយមកសួរក្រោយមកនេះគ្នាពួកបងធំរបស់មួយលេងបន្លំហ្នឹងក៏បានចូលមកដល់ក៏បានកាន់កបិតជង្គកហើយពេលនោះដែរក៏ដើរមកយ៉ាងអំណាចអញ្ចឹងណាហើយពួកឆ្កែអស់ណាទៅវាយតកែអញហ្នឹងតកែអញធ្វើអីពួកឯង Yakuza ហ្នឹងក៏បាននិយាយថាតកែឯងបានលេងបន្លំក្នុងកាស៊ីណូអញហើយច្បាប់របស់អញទីនេះជាទឹកដីរបស់អញថានៅថានេះគឺជាទឹកដីរបស់យើងដែរហើយបើយ៉ាងទៀតណាអញនឹងផ្លាញ់កាស៊ីណូឲ្យខ្ទេចខ្ទីនហើយពេលនោះដែរ Yakuza ថាឯងសាកហ៊ានបើឯងខ្លាញ់ណាពេលនោះដែរអាបងធំហ្នឹងជឿទៀតបានតាប់កូនចៅ Yakuza ដួលបកាយបកិនហ្នឹងទៅធាក់ឡើងទៅអំណាចខ្លាំងណាស់ហើយបើថាចាំការចាត់ការវាបដ ாய் ទៅហើយអាបងធំហ្នឹងកាលពីវាយ Yakuza ក៏បានឈរអំនួតទៅទីនេះជាទឹកដីរបស់អញពួក Yakuza ឯងខ្ពេចកប៉ុកជាងចង់លេងជាមួយអញហើយពេលនោះដែរនេះពួក Yakuza ក៏និយាយច្រើនក៏បានយកដំបងដល់មុខអានឹងមើលទៅឆ្លើយអស់ចាហ្នឹងក៏បានបញ្យុទ្ធគ្នាទៅវិញទៅមកហូរឈាមទៅតាត់វិញហ្នឹងទៅហើយមិនតមកទៀតណាកូនចៅ Yakuza ដឹងក៏បងធំណាសង្គមងត់ដែរគាត់វាយបណៃក៏បានដុំយកបំបាក់ដៃបំបាក់ជើងកាច់សម្លាប់អញ្ចឹងណាពួកកូនចៅហ្នឹងក៏បានរត់ទៅហើយនេះមានរត់ខ្លួនណាអាពេលនេះកូនចៅYakuzaក៏បានបោះច្របាក់មើលរត់កទាំង2ទាំង3នាក់ហ្នឹងហើយមានណាទាញមករត់កឲ្យបបាក់កឲ្យកន្លែងណាកុំខ្លាញ់ជាមួយ Yakuza ប្រាប់ឲ្យដឹងណាហើយពេលនោះដែរណាScarface ហ្នឹងក៏បាននិយាយថាច្បាយខ្ញុំបានចាត់ការវាហើយដល់មួយនោះអត់ប្រយោជន៍អញ្ចឹងណាហើយពួកអានេះក៏ពេកកប៉ុកណាច្បាយទុកចិត្តលើពួកខ្ញុំចោលខ្ញុំសន្យាមកឲ្យរឿងកើតឡើងតែតកែថាឯងចិត្តការវាអត់ល្អបោះសម្អាតសាក់សពវាទៅហើយពេលនោះដែរអាបងធំនេះក៏បានដឹងខ្លួនក៏ដកកំភ្លើងមកពេលនោះគឺហ្គមនរបស់យើងក៏បានចេញមកដកសំរៃកំបីគេគ្រាន់តែមិនទេគេគាត់កំភ្លើងណាបាក់ក៏កាប់ដាច់ទៅសាហាវមែនហើយពេលនោះដែរហ្គេមនយើងក៏កាប់ឡើងទៅកំភ្លើងអីបែកទីអស់មែនអត់ទៅពលសំរៃសាហាវមែនហើយបោះក៏បាននិយាយថាឃើញអត់ឃើញអនុភាពរបស់វាអត់
còn bây giờ chỉ mới biết không việc một chẳng á hay bên nó Scarface cần giấy đưa tao vô nó phản đại khăng khăng đang bấy cái không pro hay rồi món bọn giấy tha mồm đấy còn mới ta bỏ cái hai bên nó đá nèកំពុងអង្គុយប្រជុំសក់ក្នុង office នេះក៏អង្គើក៏បាត់មានណានេះក្រុមចៅផ្លន់មួយក្រុមស្រីស្អាតប្រុសស្អាតក៏បានដាក់ប្រគប់បាយផ្ទុះយកអាឃ្លាំងលុយកាស៊ីណូហ្នឹងអញ្ចឹងណាហើយអាក្រុមទាំងពីរហ្នឹងក៏បានភាសាមួយស្រីស្អាតឥឡូវយើងចេញតាមផ្លូវណាឥឡូវលុយរាប់100លានដុល្លារអញ្ចឹងយើងយកធ្វើមិនអីមិនអញ្ចឹងណាពេលនោះដែរ Goemon របស់យើងក៏បានរត់តាំងមើលណាហើយក៏បានបោះភ្នែកទៅក៏ឃើញនេះhack របស់យើងស្ដាច់តោសក់មាសហ្នឹងថាខ្ញុំហៅស្ដាច់តោសក់មាសថាសួរស្ដាប់ក៏បានដុំអាម៉ាស៊ីនហ្នឹងដើម្បីបន្ទុះអាកាស៊ីណូហ្នឹងអញ្ចឹងហើយ Goemon យើងក៏បាននិយាយថាជប់ភ្លាមអាតាកាចាស់ហើយពីនោះដែរណាអាតាកាចាស់ហ្នឹងក៏ធ្វើមិនដឹងមកលឿងមើងងាយគេ Goemon របស់យើងអញ្ចឹងណាហើយក៏បានដកឲ្យស៊ីហ្គេមកដើមដុតណាអាភ្លើងដែលគាត់កាប់ហ្នឹងឲ្យជក់បរហុយភ្លុំយកដាក់ឌឺអាគេ Goemon យើងណាហើយក៏សើចស្មិញដាក់ឲ្យពេលនោះដែរនេះការបន្ទុះសរាយក៏បានកើតឡើងហូដកដាវកាប់សម្លាប់គ្នាអីហើយពេលនោះដែរណាអាម៉ាស៊ីនហ្នឹងយ៉ាងម៉េចក៏ទុះបាក់ដំណើរនៃការកាប់គ្នាមួយផ្លេតសិនទៅហើយតួអង្គយើងក៏បានក្រាបអញ្ចឹងណាហើយពេលនោះដែរកាស៊ីណូបានឆៅមកទៅហឹងហើយពួកហ្នឹងក៏បានជំនះរបស់ Yakuza នឹងចេញពីចដាយន្តហើយជំនះឡើងមានណាផ្ទុះម្ដងទៀតបាក់សកត់តកែរបស់ Yakuza ហ្នឹងពួកអា Scarface ចាប់ដើមក្បត់ពេលហ្នឹងហើយពួកកូនចៅគាត់ថាជួយអញផងពួកឲ្យជួយអញផងហើយទុកឲ្យស្លាប់ទៅយើងគុំឲ្យយូរណាអាកាចាហើយពេលនោះដែរកូនចៅរហ័សជួយហ្នឹង Scarface បាននិយាយណែនាំថាមិនជួយវាទេមនុស្សវាសមមកស្លាប់មើលទៅមិនរស់ទេតោះយើងចេញទៅវិញបើជួយវាទេហើយបងហ្នឹងក៏ថាដែរពួកឯងក្បត់អញជួយចាប់ណាអញស្លាប់ហើយពេលនោះដែរបងយើងក៏បានស្លាប់ពេលហ្នឹងទៅស្នូបានឆាសន្ធោសន្ធៅតែម្ដងចំណែកអាពីអាកុំចៅនេះបានជូនលុយជាមួយសៃសាដាក់កណោរៀបរត់ឡើងអញ្ចឹងណាហើយពេលនោះGoemon នឹងតាសក់មាសយើងតែតោសក់មាសយើងក៏បានប្រយុទ្ធគ្នាទៅកាប់គ្នាមកទៅហឹងអត់មានខ្វល់វាស្អីទេក៏ប៉ាឆាសកាស៊ីណូឆាសប៉ុណ្្នឹងណាហើយដល់ពេលអញ្ចឹងទៅវាយក៏បាក់ធ្លាក់ណាGoemon យើងក៏បានច្អល់អាកាចាស់ហេតុអីក៏ឯងមកចុកមកផ្លាញ់ពីកន្លែងរបស់យើងឯងដឹងទេទីនេះគឺជាទឹកដី Yakuza ហើយតាតោសក់មាសហ្នឹងក៏បានកលេចឃើញឡានបើកលើទឹកបានអញ្ចឹងណាហើយពេលនោះដែរហ្នឹងតាថាអញមកនេះដើម្បីកំចាត់ពួក Yakuza អស់ឯងហ្នឹងហើយពួកឯងគឺជាសង្គមដែលអាក្រក់បំផុតយើងស្អប់ខ្លាំងណាស់ហើយពេលនោះដែរក៏ Goemon យើងក៏បាននិយាយថាចុះនិយាយឡើងហ្នឹងក៏តាសក់មាសហ្នឹងក៏បានកលៀសដើមមកជាប់ហើយគាត់ក៏បានរត់ទៅហ្នឹងមកទៅហឹងទៅហើយរត់ឡើងហ្នឹងក៏កាប់ស្អីទេក្បឿងឡើងហ្នឹងហើយក៏បានកាប់បដាច់អាឡានបើកលើទឹកហ្នឹងក៏ធ្លាក់ទៅទាំងពីរក្នុងទឹកបដោយទៅហើយមកស្ទុះក្រោយមកក៏លេចចូលទឹកបាត់ហើយនេះរឿងដែលចម្លែកបំផុតណាGoemonនឹងបានកលេចឃើញអាតានឹងឡានដាច់មកវិញអាតានឹងហក់ឡើងបើកចេញទៅហើយក៏អាតានឹងក៏លួចខ្លួនទៅហើយGoemonនឹងថាគំនុំទៅតែមានម្ចាស់យើងនឹងសងសឹកឯងហើយប៉ូលីសនេះស្គាល់សោវិច័យសោកហ្នឹងក៏ស្ដាប់ភ្នាក់ងារ ABI ក៏បានសួររកថាឯងមានស្គាល់បរិសសក់លឿងនេះទេហើយប៉ូលីសក៏បានសួរថាលោកឯងជានរណាយើងគឺជាប៉ូលីសសម្ងាត់គឺថ្នាក់លើរបស់ពួកឯងអាបកាយោហើយពេលនោះដែរអាប៉ូលីសទាំងពីរហ្នឹងក៏បាននិយាយណែនាំសំទោលោកខ្ញុំសើបដឹងដល់តន់ដឹងអីទេរកដានតម្រៃមិនឃើញទេអាប៉ូលីសហ្នឹងក៏បាននិយាយថាពួកឯងមានដំណឹងអីឆាប់ប្រាប់អញភ្លាមបើចង់ឲ្យការងារធ្វើក្លែកមើលជីវិតហៃសូរបស់តួអង្គស្រី sexy របស់យើងក៏ស្អាតណាគាត់ក៏បានអង្គុយលើឡាននេះផឹកចាំបងអ៊ូបនួពេលហ្នឹងទៅពួកអីប្លន់បានលុយអាទាំងលៀនហ្នឹងបើខ្ញុំក៏សប្បាយចិត្តណាឃើញលុយច្រើនអញ្ចឹងតែមិនទៅប្លន់ទៅអីណានេះក៏និយាយហើយក៏បានផឹកស៊ីសប្បាយអ៊ូអនទៅបលីក៏បានមកសើបដល់ម្ចាស់ហាងនេះតើមានបានឃើញបរិសសក់លឿងទេហើយម្ចាស់ហាងក៏បានថាខ្ញុំធ្លាប់ប្រហែលពេលហ្នឹងអាពេលសក់លឿងហ្នឹងស៊ីច្រើនណាផឹកវិយាច្រើនណាហើយពេលនោះដែរមានអាស្ទៀវមួយហ្នឹងជីបន្តមកជប់មុខហាងហើយក៏បានមកកំងស្រាផឹកអីធម្មតាដល់ពេលយើងទៅហ្នឹងក៏ទុកសោលើតុកហ្នឹងទៅអាពេលសក់មាសហ្នឹងក៏និយាយច្រើនក៏បានពាក់មួកដើរទៅធ្វើពីផ្ទះអាហ្នឹងកាប់មុខក៏ឆក់សោម៉ូតូអាស្ទៀវនឹងចេញទៅហើយម៉ូតូក៏បានបោកចេញអាស្ទៀវហ្នឹងក៏បានដេញតាមឈប់អាចោ500លុយម៉ូតូអញហើយប៉ូលីសពេលហ្នឹងបានតម្រុយពីអាពេម្ចាស់ហាងហ្នឹងហើយគាត់ថាតែក្រោយបើសិនជាវាមកទៀតឯងប្រាប់យើងហើយពេលនោះដែរអាកន្លែងបាស៊ីហ្នឹងមេវិជាការហ្នឹងក៏បានទេប្រាប់គ្នាថាខ្ញុំឃើញតម្រុយអាសក់លឿងហ្នឹងបានមកហូបអីនៅទីកន្លែងនេះអីអញ្ចឹងណាហើយការគោរពបនសពរបស់មេយ៉ាកូសាក៏បានមកដល់របស់យ៉ាកូសាហ្នឹងនេះមុខក៏កាយគាត់នៅរស់កាយដូចបិចទេហើយដល់ពេលហ្នឹងទៅអ្នកទាំងអស់គ្នាក្រុមYakuzaក៏បានមកគោរពបូជាតាមសាសនារបស់YakuzaទៅហើយនេះGoemonរបស់យើងក៏បានដើរមកទាំងអស់គ្នាសពសុបាយអាចចង្រៃនឹងមកហើយធ្វើឲ្យតកែស្លាប់ហើយពេលនោះណាGoemonដើរទៅអង្គអាចឃើញខ្លាចក្បាលណាតែYakuzaយ៉ាងមិនខ្វល់ទេហើយក៏បានរោសាពះគ្រប់បនសពលោកសក់ហើយដល់ពេលនោះអា Scarface ពីរនាក់ហ្នឹងក៏បាននិយាយថាអាចចង្រៃឲ្យមានមុខមកទៀតទេ
ហើយតកែទី2ថានិយាយទៅឯងមកធ្វើអីទៀតឯងដឹងទេចង្វាយរបស់យើងស្លាប់ដោយសារឯងហើយពេលនោះដែរ Scarface ក៏បានបញ្ចាក់បញ្ចូលអាចង្វាយថ្មីហ្នឹងទៅហើយកែអាហ្នឹងឃើញបានកាយទេហើយអាបោថ្មីហ្នឹងក៏បាននិយាយថាឯងទៅវិញទៅយើងមិនចង់ឃើញមុខឯងទេពេលនោះហ្គមរបស់យើងក៏បាននិយាយថាខ្ញុំចង់គោរពបុណ្យសពឬទៅកែហើយពេលនោះដែរអាពីរអ្នកហ្នឹងនៅតែដុតនៅតែអីហ្នឹងហ្គមយើងក៏បានស្រែកថាខ្ញុំចង់គោរពសាកសពរបស់គាត់ហើយពេលនោះអាបោយ៉ាកូសាទី2ហ្នឹងក៏បាននិយាយថាឯងចេញពីជីវិតយើងទៅយើងមិនចង់ឃើញឯងទេបើសិនជាឯងមិនចង់ស្លាប់ហើយហ្គមយើងក៏អត់ខ្លាចដែរតែខ្ញុំមិនទៅណាទេនេះគឺជាតកែរបស់ខ្ញុំហើយពេលនោះដែរហ្នឹងពួកអា Scarface នឹងអាតកែថ្មីច្បាយចាំមើលបនសពចាត់កាយម្ដងបាច់ភ័យអញឲ្យវារស់ពិបាកជាងស្លាប់ទៀតហើយកលេចមកមើលនេះអូចិត្តសម្រាប់អារម្មណ៍នេះស្អីស្អាតយើងនឹងពួកអាចោហ្នឹងក៏បានម៉ាស្សាធ្វើសរសៃអីគ្នាមកទៅ sexy ដល់ហើយធ្វើឡើងនេះក៏អាតាសក់មានក៏បុកជិះម៉ូតូបុកធ្លុយកញ្ចក់មកប៉ាំងជាប់ម៉ូតូនឹងជាងអូសាហាវគោខៅមែនរឿងនេះហើយកធាក់លើលុយហើយអាតាហ្នឹង style គាត់នឹងនិយាយច្រើនទេក៏បានកលេចមើលពួកអាហ្នឹងហើយពួកហ្នឹងនិយាយថាតាមកទៅអីតាឯងមកទៅអីហើយពេលនោះអាតាហ្នឹងក៏បានដកស៊ីស៊ីហ្គាជក់មកដើមទៅហុយ style គាត់បងស្លាប់ណាហ្នឹងគឺដកស៊ីហ្គាជក់អីហើយពេលនោះក៏ប្រហុយចុះប្រហុយឡើងក៏និយាយថាឯងដឹងដំណឹងពីអាហ្គមវានៅណាអត់ហើយនេះពួកអាកុំចោលហ្នឹងក៏បានព្យាយាមទាញកំភ្លើងមកដែរបាញ់អាតានឹងសម្រាប់ចោលពេលនោះឆាប់ជុតគ្នាក៏បានកើតឡើងអាកុំចោលនឹងនិយាយថាយើងមិនដឹងថាឯងរងអីមានបញ្ហាអីទេយើងមិនខ្វល់ក៏ដកបាញ់អាតានឹងក៏រងក៏បថៅរងជាប់សាហាវមើលរឿងជប៉ុនហ្នឹងគ្រូខើហើយក៏ដកបាញ់ប្រមាណគ្រាប់ក៏ឡងហើយត្រូវខ្លួនឯងដួលខ្ពកតែម្ដងហើយបងទាំងអស់គ្នាក៏បានរត់ទៅខ្លាអាតានឹងស្លាប់មកលេងលើងាប់ចុយមកហើយដល់ពេលអញ្ចឹងទៅអាតានឹងតឲ្យមកស៊ីហ្គាហើយក៏ឃើញម៉ូតូនឹងហៀប្រេងសាំងក៏បានដាក់ស៊ីហ្គាលើនឹងមកស្ទុះក្រោយមកនេះពួកនឹងក៏បានហៀរត់ហើយការផ្ទុះផ្ទះនឹងក៏បានកើតឡើងហើយឆាសន្ធោសន្ធៅអញ្ចឹងណាផ្ទុះឌឹមហើយនេះលឺទៅដល់តួប្រុសយើងហ្គមមនអ្នកក្លាហានសាមរ៉ៃសាច់សាមរ៉ៃអញ្ចឹងណាក៏បានរត់មើលតាំងថាមានរឿងអីកើតឡើងហើយអាកុំចោលនឹងជាមួយនឹងអាតានឹងបើបដិញគ្នាតាមដើមឈើអាតានឹងគប់តែបថៅក៏បាត់ដើមឈើមើលប៉ុណ្ណាអីសាហាវខូខើមែនហើយឡើងក៏បានចាប់ប្រាំងបុកគ្នាអាតានឹងក៏បុកដើមឈើយ៉ាងម៉េចក៏បានទៀតហោះទៅដែរអូសាហាវមកបាក់កទៅជិតប៉ុនសាហាវអីមែនដល់ពេលយើងនៅលមៀតតាក់ដូចឆ្កែបកាច់អញ្ចឹងណាហើយពេលនោះដែរអ្នកទាំង3ហ្នឹងក៏បាននៅក្នុងឡានថាឯងត្រូវអីទៅយកត្រូវអីទេហើយពេលនោះដែរនេះហ្គមមនក៏បានចោះមកថាហ៎ឯងមកពីណាហ្នឹងបិទមាត់ទៅពួកអាចង្រៃយើងមកចាត់ការកំដុំចាស់របស់យើងគុំអាប៉ែនឹងខាងណានេះអាតោសក់មាសហ្នឹងក៏បានងើបឡើងមកថាអូអាក្មេងម្សិលមួយថ្ងៃអញរកអាយុតាម100អញទៅអត់ឃើញទេពេលនោះអានោះថាយ៉ាត់ផងតួអង្គប្រុសរបស់យើងហើយក៏មិនថាស៊ីផុយប៉ុណ្ណឹងអាតាហ្នឹងហើយពេលនោះដែរនេះកៅឆាបយុទ្ធគ្នាក៏បានកើបឡើងអាតាហ្នឹងក៏បានកាន់បថៅអាទិទេពទៅវាយជាមួយនឹងស្ដេចសាមរ៉ៃហ្នឹងមួយស្ដេចបថៅហោះមួយស្ដេចសាមរ៉ៃមែនខ្លាំងមែនរឿងហ្នឹងពីរអ្នកហ្នឹងក៏ខ្លាំងមែនតើហ្មងហើយក៏បាននិយាយគ្នាថាហើយអ្វីក៏ឯងធ្វើឲ្យតការបស់យើងស្លាប់គឺឯងគឺអាតាក៏បាននិយាយថាពួកឯងគឺជាជនអាក្រក់កេងប្រវ័ញ្ចនេះជាមតីហើយពេលនោះដែរនេះគេក៏មិនត្រូវហើយគ្នាដែរពួកគុំគ្នាប៉ុណ្្នឹងហើយក៏មុនយើងក៏បានប្រងព្រៀបដកសាមរ៉ៃហើយលោកតារបស់យើងក៏បានកាន់បថៅមួយក៏ចាប់ដាវបានជុំចាប់ដាវបានទៀតហើយពេលនោះក៏ដាក់គេក៏មុនយើងប៉ាំងតួយើងថាអូយឈើហើយក៏បានដាក់មកដៃដួលប្រកាច់ប្រកិនបុកដើមឈើហើយពួកអាចោហ្នឹងក៏បានរត់ទៅជួយហ្គមមនយើងជាណាស្មានតែខ្លាំងវគ្គហ្នឹងអាតាហ្នឹងដាក់តែមកដៃហើយអាតាហ្នឹងរកប្រហើយរកកាប់ប្របាក់កប្រហើយហ្មងប្រហើយហើយពេលនោះបលីក៏បានមកដល់ឡាឈប់សិនអាសក់មាសយើងតាមរកឯងយូរហើយឯងឆាប់បកគោខ្លួនឯងបលីមកបើឯងមិនចង់ឈឺខ្លួននេះយើងនឹងបាញ់សម្លាប់ឯងហើយពេលនោះដែរហ្នឹងអាតាសក់មាសក៏និយាយថាពងអត់សក់ពងខ្ជិលទៅស៊ីបាយក្រៅបលីតាមចាប់ផងចាប់ណាក៏លើកដៃថាគាត់អាបលីហ្នឹងខ្លាំងមែនហើយដល់ពេលយើងក៏ព្យាយាមមកបញ្យលអាតាហ្នឹងគម្រាមអាតាហ្នឹងទៅច្រឡំបញ្យលហើយពេលនោះអាតាហ្នឹងអត់និយាយច្រើនបើសិនជាអាតាហ្នឹងកាប់បលីដាច់ខ្លួនបាត់ហើយទោះតែអាតាហ្នឹងខ្ជិលញ៉ៃក៏បានឲ្យអាបលីហ្នឹងវាយខ្នោះអីខ្ញុំត្រូវទៅកលេចមើលអាបន្ទប់ឃុំនេះស្ថែបកំពុងយាមជាសុកក៏លុសុតឌុងតាំងចំឃុំអាណាអាសក់មាសហ្នឹងមកយ៉ាងហើយក៏លេចមើលអាសក់មាសក៏ទៅលួយទ្វាក៏ប៉ិតបែកក្បាលហៀឈាមងាប់តែខៅទ្វាគុកទៅហើយពេលនោះដែរហ្នឹងតៅសក់មាសយើងហ្នឹងក៏បានវេចុះវេកឡើងយកសោណាហើយក៏បានដើរយកបថៅយកអីនេះបថៅអាទិទេពរបស់គាត់ក៏យកទៅវិញហើយពេលនោះដែរមានអីគាត់ហែកគុកហើយជិះម៉ូតូយ៉ាងសុបាយមកទៅហឹងណាពេលនោះចលាចលហើយបលីក្នុងហ្នឹងថាមានរឿងហើយមានរឿងលំច្បាយអាតៅសក់មាសហ្នឹងក៏បានរត់ចេញពីគុកបាត់ហើយគុកបាត់ហើយពេលនោះណានេះអាឡាបលីហើយឡើងពី3ដេញតៅសក់មាសប្រហែលតៅសក់មាសមកចាប់ដាក់គុកវិញណាហើយតៅសក់មាសយើងក៏និយាយច្រើនរត់ចោលជិះម៉ូតូរំទៅហឹងពេលនោះបលីបាញ់ផ្ទុះកង់ក្រោយទៅលាក់តៅសក់មាសទៅបលីគាត់ថាបាក់កងងាប់អញ្ចឹងណាបលីខំចោះពីលើឡាន
ដើរទៅអឺតមើលឃើញតោសក់មាសមានណាតោសក់មាសងើបឈរយ៉ាងញញឹមបោះដៃធ្វើមិនដឹងណាហើយក៏និយាយថាខ្ជិលញ៉ៃមួយបលីណាអញគុំជាងគេអង្កុំមុនទេហើយក៏ស្ញេញដាក់ថ្មិញដៃទៀតបលីថាអានេះគួរខ្លាចបេទេគួរខ្លាចមែនទេហើយនេះលេងមកមើលតួអង្គប្រាប់របស់យើងអង្គុយសេតទេពួកអីក្រុមយ៉ាសូសាលេងទទួលស្គាល់គាត់ហើយតកែដែលឆ្លាញ់គាត់ហ្នឹងក៏បានស្លាប់ចោលគាត់ទៀតហើយទាំង3នេះក៏បានបារម្ភពីតួអង្គប្រាប់របស់យើងដែលជួយជីវិតគាត់ណាហើយតួអង្គនេះក៏បានសេតអង្គុយលើអាថ្មក្នុងទឹកសមុទ្រមិនហើយមកស្ទុះក្រោយមកឆ្លាមមេហ្គាឡុនដុនហ្នឹងក៏បានហក់តបាក់ហ្គោមុនយើងអញ្ចឹងណាហើយពេលនោះហ្គោមុនក៏សម័យឃើញអាឆ្លាមមេហ្គាឡុនដុនហ្នឹងគេស៊ីតាសក់មាសហ្នឹងណាហើយក៏បានយាយច្រើនក៏បានដកអាដាវសាមរ៉ៃក៏វះពោះទៅឆ្លាមជូមតែមេហ្គាឡុនដុនក៏បានស្លាប់ធ្លាក់ចូលទឹកវិញទៅហើយទាំង3នាក់ហ្នឹងគប់ពុកជាស្រឡាំងកាំងមែនតើនឹកស្មានថាគាត់ខ្លាំងហ្នឹងណាហើយតួអង្គប្រាប់របស់យើងហ្គោមុនក៏បានសេតត្រូវបួសត្រូវអីក៏អត់ព្រមព្យាបាលពួកគាត់នៅគំនុំចាក់អសក់មាសគាត់ថាអសក់មាសហ្នឹងស្លាប់តកែរបស់គាត់បើគ្មានអសក់មាសហ្នឹងបំផ្លាញអាម៉ាស៊ីនហ្នឹងទេតកែគាត់ក៏អត់ស្លាប់ដែរដុតកាស៊ីណូទេច្រឡំផ្លាញម៉ាស៊ីនហើយពេលនោះក៏បានស្លាប់ហើយអ្នកទាំង3ហ្នឹងចោលទាំងដូចច្រឡំទាំង3ហ្នឹងក៏បានយកនំយកអីឲ្យហ្គមុនយើងហូបចឹងណាហើយពេលនោះចោលហ្នឹងអត់ទៅណាទេនៅចាំមើលហ្គមុនយើងហ្នឹងថាគាត់ស្លាប់ហ្នឹងណាហើយទាំងអស់គ្នាក៏បានភាសាតែគេខូចចិត្តដល់ថ្ងៃណាខ្ញុំមិនដឹងទេអារម្មណ៍របស់គេអ្នកក្លាហានអញ្ចឹងយើងតាមមើលគេចងាយទៅហើយហ្គមុនយើងអង្គុយហាភ្លៀងតក់ហើយក៏បានគេទៅអារម្មណ៍មនុស្សដែលគេទៅលេងត្រូវការពីសង្គមអញ្ចឹងណាគាត់បានដឹងអីផងពួកមកចាប់ប្រកាន់គាត់ហើយការគ្រប់សពហើយពួកយ៉ាកូសាក្នុងការគ្រប់សពក៏បានមកជួបគាត់អញ្ចឹងណាមកទាំងក្រុមអញ្ចឹងហើយហ្គមុនយើងក៏បានដើរមកតាំងមកហមហើយអាទឹកនេះរបស់យ៉ាកូសាថ្មីក៏បានឈោមមើលហើយជួបបរិយភូមិណាឆ្វេះអញខ្ពើមកហើយណាហើយដូចសัตว์ឆ្កែក្បាលអញ្ចឹងឥឡូវណាហើយមុនចង់ជួបមេអញឲ្យឆ្លងកាត់អញសិនអាហ្គមុនហើយពេលនោះដែរអាចវាយក៏បាននិយាយថាអត់ងាប់ស្មានតែឯងងាប់ហើយអាដឹងថាពិភពលោកនេះប្រតិប្រៃផ្សាយខាងណាចំពោះមនុស្សកំសាដូចហើយចឹងហើយបងរបស់អញស្លាប់បានលាក់បន្ទុកអីឲ្យអាហ្គមុនរបស់យើងចឹងណាអាយ៉ាកូសាក៏និយាយថាជីវិតឯងពេលនេះមិនស្មើសាច់ឆ្កែក្បាលទេដូចឆ្កែតាមផ្លូវហើយអានោះក៏បានសឹកថាចម្បាចាត់ការវាហ្មងទៅហើយពេលនោះដែរតកែថាពេលនេះអាចង់ឃើញមុខឯងនៅរស់រៀងមានជីវិតទេហើយពេលនោះដែរអាកូនចៅយ៉ាកូសាក៏បានភ្ជុំដបងភ្ជុំអីដើម្បីចាត់ការហើយពេលនោះអាបយនឹងក៏បាននិយាយថាពេលនេះទៅហើយមិនជាក្រុមយ៉ាកូសារបស់អញទេហើយនេះអា Scarface ក៏បានដែរចឹងក៏បានដកដបងសពងអាហ្គមុនយើងដួលកាប់មកចូលដីណាហើយក៏បាននិយាយថាអាចាំពិភពលោកនេះពេលដែលឯងមានអំណាចគេហៅបងដល់ពេលឯងដែលមានអំណាចឯងស្មើនឹងសត្វឆ្កែមួយក្បាលហ្នឹងហើយឯងនឹងចាត់ការឯងឲ្យឯងនឹងស្គាល់រសជាតិថាពួកអញខ្លាំងប៉ុណ្ណាហើយពួកកូនចៅម្នាក់មកស្លាប់វាបណ្ដោយទៅស្លាប់ទៅហ្នឹងហើយនេះពេលនោះដែរនេះអា Scarface ក៏បាននិយាយថាឥឡូវឯងខ្លាំងសាមរ៉ៃឯងហក់កាប់អញមកអាសត្វឆ្កែឯងមិនស្មើនឹងឆ្កែជីវិតឯងហើយនេះតួអង្គរបស់យើងហ្នឹងក៏បានសោបស្អីទៅដូចជាងពលឺព្រាកយើងមានរងបលាំងធាតហ្នឹងក៏បានសម័យគាត់សម័យដឹងមុនមកថាទៀតបើយ៉ាកូសាហ្នឹងក៏កាប់ស្លាប់មកអស់ចឹងណាហើយក៏បានព្យាយាមងើបតាំងស្មារតីហើយពីហ្នឹង Scarface ក៏បាននិយាយថាមិនអាសត្វឯងងើបបានណាហើយពេលនោះដែរហ្គមុនរបស់យើងក៏ព្យាយាមងើបមកទៅហឹងចឹងណាកម្លាំងធាតគាត់តាមមាននេះអាស្អីទៅសោបខ្លួនគាត់ហ្នឹងហើយគាត់សម័យដឹងមុនថាអ្វីចុងក្រោយយើងមិនចឹងពុនសាប់ខំដៃគាត់ចឹងគាត់ក៏បាននិយាយថាពួកអាចឆាប់រត់ទៅអា Scarface ថាហ៎អាប់កាច់យកងើបបងឯងរត់ទៅឯងស្អីគេអាជាអញរត់ទៅហើយហ្គមុនក៏បាននិយាយថាឆាប់រត់ទៅទាំងជីវិតពួកឯងស្មើសូនអញស្លាប់ពួកឯងគ្មានអសម្នាក់ទេហើយពេលហ្នឹងដែរអា Scarface ពីបងប្អូននិយាយថាអាសត្វឆ្កែហើយនិយាយស្អីហើយពេលនោះដែរហ្គមុនយើងថាឯងរត់អត់13បើរត់ទេឲ្យដឹងគ្នាជាមួយអញហើយពេលនោះដែរនៅបងគ្នាហ្នឹងក៏បានលេងសាច់ចំអកជាមួយហ្គមុនហ្នឹងហើយនេះហ្គមុនហ្នឹងចាំទឹកអាស័យហ្នឹងហូរមិនគេហូរអាស័យនឹងហូរឡើងក៏បាសឡើងលើពេលនោះមានអីឆាកប្រយុទ្ធគ្នាក៏បានកើតឡើងយ៉ាកូសាទាំងអស់ហ្នឹងត្រូវបាននៅក្រុមមកយើងកាប់កាហាដាច់ដៃដាច់ខ្លួនជា2ជា3ហើយអា Scarface ពីអ្នកបងប្អូនហ្នឹងហើយក្រុមមកយើងកាប់យកអាយះដៃអាយះអីក៏ទៅដាច់ដៃធម្មតាណាសាមរ៉ៃជប៉ុនហ្នឹងលេសោយហើយពេលនោះដែរក្រុមយ៉ាកូសាទាំងអស់ហ្នឹងក៏បានហក់មកជួយត្រូវក្រុមមកយើងកាប់ហោឈាមអាណាលេងច្បាក់យ៉ាងម៉េចក៏ដោយក៏អត់ខ្វល់ក្រុមមកយើងមហាសាលអារឿងសាមរ៉ៃហ្នឹងស៊ីផុយគាត់ខ្លាំងណាដល់ពេលយើងទៅនោះយ៉ាកូសាទាំងអស់គ្នាត្រូវបានក្រុមមកយើងកាប់ដល់មួយនាទីផងក៏ដាច់ដៃដាច់ក្បាលដាច់ដៃឯងព្រោះយាបាញ់យាមិនតាន់គឺទៅសាមរ៉ៃជប៉ុនលឿនជាងកំភ្លើងហើយដល់ពេលហ្នឹងកាប់ពួកអាយ៉ាកូសាប្រហែលនេះដួលអស់ហ្នឹងទៅហើយពេលនោះដែរហ្នឹងពួកយ៉ាកូសាបាញ់ផងអីផងក៏ទប់អត់ឈ្នះដែរដាច់ដៃដាច់ក្បាលហើយអានោះហៅមកដាក់មកត្រូវដាច់មុខទៀតហើយនេះកុំមន់យើងរត់ទៅមកផ្លេតទេ
còn đáy thực tế hay bói da cô giá nó các bạn show mơ yang phơi thốt nhỏ ấy chứ na hay bên nó đá cặp sập hay so ta bói da cô giá các bạn đó cái phương bánh gồm món dương thử từ chiếc muối cái đốm sai hay bên nó gồm món dương còn vậy chọn này các bạn đọ xong đấy giết thằng tết cái hay bói da cô giá nước man tha cầm lăng thiết gồm món bói dương kháng thẳng nắng hay cặp lớn các bạn đặt kịp pi hay gồm món vậy tha tất cả là số ấy chưa từ tám biết cái bị chặt thế nhưng mà ban slap tất cả thôngរបស់យើងទេហើយយើងមិនបានការដូចឯងទេយើងមិនមែនសត្វឆ្កែទេtất cả bossឯងនេះគឺជាមនុស្សចង្រៃចៅចង្រៃឯងស្លាប់ទៅពេលនោះដែរ boss នឹងក៏បានលើកជង្គង់នឹងមុខក៏មន់យើងអញ្ចឹងណាហើយបលិសនេះក៏បានចាប់ក្រុមចៅពីអ្នកសង្ហានឹងជាមួយស្រីស្អាតចាប់បានស្រីស្អាតចាប់ពីអ្នកហ្នឹងហើយពេលនោះណាជួយហ្នឹងក៏មានអេសិតបាំងផ្លូវយើងដូចជាបាក់ទំនប់បាក់ថ្មហ្នឹងក៏ប៉ុតមានណាបលិសសម្ងាត់ហ្នឹងក៏បានទៅមើលទៅមើលឡើងហ្នឹងក៏មានណាការប៉ិននេះស្ដេចតោសក់មានក៏បានរៀបតាក់ចាំចាប់ពីអ្នកហ្នឹងអញ្ចឹងណាហើយពេលនោះដែរអធិការហ្នឹងក៏បានភ័យតាសក់មានហ្នឹងក៏ស្លាប់លេទេក៏បានដាក់ផាំងហើយហៅចាប់ពីអ្នកហ្នឹងចោលអញ្ចឹងណាស្លាប់ពីអ្នកចោលពីអ្នកហ្នឹងអញ្ចឹងហើយក៏បានកាប់តាមនេះឡាតោសក់មាននឹងសពងយកហើយបលិសបាញ់ផងអីផងហើយពេលនោះដែរក៏បលិសហួយត្រូវបលិសពីរគ្រាប់ទៅសាហាវមែនណាតែតានិយាយថាខ្ញុំចង់ញ៉ៃបលិសទេលោកឯងឆាប់ដកខ្លួនជាមិនទាន់ហើយចោលវាហ្នឹងក៏បានហក់ចេញទៅយកកំភ្លើងយកអីពីដើមរត់ចេញទៅតោសក់មានចាំការទៀតក៏បានរត់ដេញតាមបលិសហ្នឹងឈឺត្រូវពីរគ្រាប់ហើយក៏បានរកពួនក្នុងផ្ទះនេះក៏បានលួចមើលសន្សំតោសក់មានហ្នឹងក៏ថាតោសក់មានហ្នឹងអត់ឃើញពីអ្នកគេនៅក្នុងផ្ទះហ្នឹងចឹងទេហើយតោសក់មានក៏បានដឹងហើយពីហ្នឹងនៅតែអួតក្រេកតើអញ្ចឹងណាហើយមកស្ទុះក្រៅមកមានអីនេះតោសក់មានដាក់តាមដៃឡើងធ្លុយជាងក៏មានសៃជាមួយតោសក់មានហើយពេលនោះដែរពីអ្នកហ្នឹងក៏បានត្រូវបួសមុតកបិតមុតអីប៉ុណ្្នឹងទៅហើយតោសក់មានយើងក៏បានរកប្រហើយជីវិតពួកហ្នឹងណាពួកចង្រៃពួកឯងនេះរស់ធ្ងន់សង្គមណាស់យើងចាត់ការពួកឯងហើយពួកម៉ាអើយយើងឆាប់រត់ទៅរត់បន្ទាត់ដៃឯងជាប់កបិតណាប្រកាសយកនេះឈឺចងប់ហើយដល់ពេលពួកអាហ្នឹងព្រោះគ្នារត់រួចទេពួកត្រូវបួសខ្លាញ់តោសក់មានយើងក៏ដើរមកប្រហើយអញ្ចឹងណាក៏ហៅមកសម្រាប់តាមស្ទុះក្រោយមកក៏លឺសូសំឡេងតួអង្គរបស់យើងមកស្រែកហៅឈប់សិនតោសក់មានឯនឹងយើងទៅជំរះបញ្ជីនឹងគ្នាហើយពេលនោះដែរណាក្រុមចៅក៏បានរត់ទៅហៅហ្គេម Gomon របស់យើងឲ្យជួយណាហើយ Gomon ក៏បានកាក់ផ្លូវដែរអាចចូលស្លាប់ពីអាចទៅឆ្លងកាត់យើងសិនហើយពេលនោះថ្ងៃការទាស់សម្ដីគ្នាក៏បានខ្លាំងទៅហើយពួកអាចៅក៏បានលួចមើលដែរតួអង្គទាំងពីរហ្នឹងមកហៅយាយគ្នាហ្នឹងតាថាឥឡូវជំរះបញ្ជីជាមួយយើងហើយ Gomon យើងក៏អត់សុខចិត្តទេអាចស្លាប់ចង្វាយរបស់យើងបានស្លាប់ចង្វាយរបស់ពួកឯងទេឥឡូវបើចង់យុទ្ធគ្នាបានយើងបំពេញបំណងរបស់ឯងអញ្ចឹងណាហើយពេលនោះដែរនេះក៏បានដកបថៅដកដាវកាប់គ្នាចាប់បានពេលនោះដែរនឹងក៏បានតានេះក៏បានដាក់មកដៃមិនគេ Gomon នេះក៏ឡើងទៅបោផ្ទះហើយពេលនោះដែរតាយើងក៏បានចូល super មកក៏បានកាត់តសមកបថៅដាច់ជុំបថៅជប៉ុនខ្លាំងជាងចិនទៀតហើយពេលនោះដែរណាតានេះក៏បានចូលក្នុងវិហារហ្នឹងកាប់តសបដាច់ឡើងដើម្បីឲ្យGomon ធ្លាក់ស្លាប់វិហារគាត់ស្លាប់ចឹងណាហើយពេលនោះដែរនេះមកកបិតដាច់ហើយវិហារហ្នឹងក៏បានអារម្មណ៍មែនហើយពេលនោះដែរហ្នឹងGomon ហ្នឹងបានធ្លាក់ចូលក្នុងវិហារហ្នឹងទៅហើយមកស្ទុះក្រោយមកមានណាបាក់ទីអស់សតរូបព្រះGomon ហ្នឹងនៅក្នុងចិត្តព្រះហ្នឹងអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅតោសក់មានហ្នឹងស្មើ Gomon ស្លាប់ហើយក៏បានឃើញ Gomon អង្គុយអញ្ចឹងណាហើយតាសក់មានក៏បាននិយាយថាបើឯងមិនចង់ស្លាប់ទេឯងលាក់សាមរ៉ៃចោះទៅគ្មានល្អិតឯងកុំចង់លេងជាមួយយើងហើយកលេងមើលដៃខ្លួនឯងនេះឃើញឈាមហូរមកអញ្ចឹងទៅហើយក៏បាននិយាយថាដូច្នេះបើឯងចង់ស្លាប់យើងបំពេញបំណងរបស់ឯងចុះយើងខ្លាចឯងទេគ្មានល្អិតហើយពេលនោះដែរហ្នឹងនិយាយឡើងហ្នឹងតោសក់មាសយើងក៏បានខឹងហើយ Gomon ចឹងនិយាយច្រើនដែរក៏បានព្យាយាមតាំងស្មារតីផ្ទះអីរត់ចូលខួរក្បាលចឹងណាហើយតោសក់មាសក៏រត់មកទៅហឹងរកបហាGomon របស់យើងក៏បានធៀមខ្លួនជាសាច់ដកដាវដកអីណាហើយតោសក់មាសរត់កាប់ Gomon របស់យើងក៏បានយកដាវមួយក៏ទៅឆេកបថៅហ្នឹងទៅហើយតាហ្នឹងក៏បានកាប់ទៀតបដាច់ក្បាលGomon ចឹង Gomon ក៏បានលើកដៃមកនេះកាប់ធ្វើដៃសងខាងGomonក៏បានរយៈសាច់ដៃហើយតួអង្គតោមាសយើងក៏បានដាច់ដៃរបស់ជាហៀងទៅហើយដៃហ្នឹងមានណានេះធ្លាក់តាមបថៅហ្នឹងដករួចទេព្រោះដាច់ដៃជាពីរកង់បាត់ហ្នឹងសាហាវមានសាមរ៉ៃហើយតែទាំងពីរហ្នឹងក៏បានបញ្ជិតគ្នាត្រូវបួសរៀងខ្លួនហ្នឹងទៅហើយតោសក់មានថាឈឺដៃណាហើយក៏បានដកដង្ហើមធំពោះបាត់ដៃមកជាហៀងហើយពេលនោះដែរនេះអាការសម័យហ្នឹងក៏បានឃើញឡើងវិញគ្រាន់តែយាកាប់Gomonត្រូវដៃហ្នឹងGomonក៏លើកដើរទៅបន្តិចហ្នឹងដៃតាហ្នឹងដាច់ហ្មងសាហាវមែនសាមរ៉ៃជប៉ុនហ្នឹងខ្ញុំខ្លាចហើយមានធន់ណាហើយពេលនោះដែរហ្នឹងឆាប់យករៀនស្ងប់ស្ងាត់បន្តិចហើយពីរអ្នក
ចៅនឹងក៏បានលួចមើលដែរទៅហ្គោមុនសាហាវមែនអាពូម៉ាអើហ្គោមុនសាច់សំរៃទៅជប៉ុនណានេះសៃមួយហ្គោមុនណាប្រាប់ហើយហើយពេលនោះដែរហ្នឹងពួកគេនិយាយហើយហ្នឹងមើលតោសក់មាសស្មិញដៃរបស់យើងក៏បានឈឺចាប់ដាច់ដៃមកជាហៀងណាពើផ្សារមែនតើមនុស្សដាច់ដៃយើងធម្មតាណាហើយក៏មិននឹកស្មានថាក្មេងតែគាត់មើលងាយហ្នឹងកាប់ដៃគាត់ដាច់ចឹងណាហើយពេលនោះដែរហ្នឹងតួអង្គរបស់យើងក៏បានដាក់ដាវចូលស្រោមវិញហើយក៏បាននិយាយថាពេលនេះទៅយើងឈប់មានគម្រោងនឹងគ្នាហើយលោកដើរផ្លូវរបស់លោកខ្ញុំដើរផ្លូវរបស់ខ្ញុំគឺរឿងយកច្រឡំនឹងគ្នាទេហើយលោកក៏មិនចង់ស្លាប់ខ្ញុំទៀតឆាប់ដើរទៅផ្លូវលោកវិញទៅខ្ញុំក៏មិនចង់ស្លាប់លោកទៀតដែរហើយពេលនោះដែរណាក៏សម័យតិចដែរអាតាសក់មានក៏ធ្វើមុខកញ្ញើដាប់ដៃណាក៏ពិតសម័យទេកន្លែងនេះហើយពេលនោះដែរតោសក់មាសយើងសលឹងសឡក់តួអង្គរបស់យើងនឹងក៏បានខឹងមែនទែនបោកភ្នែកធំក៏បានសាយហៅកាប់ចឹងណាហើយនេះជាការសម័យទេពួកអីក៏មិនដឹងមុនចឹងណាអាតានឹងហៅកាប់ក៏មិនដកដាវយ៉ាងម៉េចទេក៏បានរងជាប់ហើយមិនស៊ូក៏មកហ្គមនរបស់យើងនឹងក៏រងទៀតហើយទៅមកទៀតហ្នឹងអាតានឹងក៏រោដាក់មកទៅហឹងទៀតស្អែកមកឆាច់នេះហ្គមនយើងក៏បានកាត់ក្បាលតានឹងដាច់ទៅក៏ប៉ិតយកសពទេកន្លែងហ្នឹងព្រោះហ្គមនឲ្យអាតានឹងយកសពឃើញមុនហ្នឹងហើយក្បាលក៏បានធ្លាក់ដកដីហ្នឹងទៅហើយកន្លែងមើលអាតាហ្នឹងក៏ពីសម័យឃើញបើយុទ្ធទៀតគឺដាច់ក្បាលមែនតើនេះអាតាស៊ីបកអ៊ំtrongកដុំសើបកនៅដែរតាអូអញឈប់ថ្ងៃជាមួយឯងអាហ្គមនអញសន្យាអញឈប់បាយជាមួយឯងហើយសាហាវសាច់សាំរៃអញសាច់បតៅចាញ់ហើយដល់ពេលហ្នឹងទៅអាតាហ្នឹងក៏បានអាយ៉ែថយក្រោយទៅហ្គមនថាចង់ប្រយុទ្ធទៀតទេបើមិនចង់ប្រយុទ្ធចូលមកយើងនឹងចាត់ការឲ្យតែក្បាលតែម្ដងហើយអាតោសក់មាសហ្នឹងក៏រៀងញើតហ្គមនចំពេលហ្នឹងទៅហើយពេលនោះដែរអាតោសក់មាសក៏បានដឹងខុសអញ្ចឹងណាហើយហ្គមនក៏ថាឈប់ប្រយុទ្ធគ្នាទេទៅយើងមិនចង់ស្លាប់លោកឯងទេលោកឯងចាស់ហើយទៅមើលថែកូនទៅហើយតោសក់មាសយើងអត់ចោលដៃមួយឈៀងទៅក៏បានដកស៊ីហ្គាកាសឌីកាអ៊ុចបរិយជក់មកទៅហឹងឌឺហ្មងហើយពេលនោះដែរជក់ចោលភ្លុំឡើងហ្នឹងក៏បានកលេចមើលហ្គមននេះបែបប្រាប់តាមថាយើងសុំទោសនេះជាការយកច្រឡំអញ្ចឹងណាហើយកលេចឃើញក្រុមចៅហ្នឹងអង្គុយមកទៅហឹងហ្គមនរបស់យើងហ្នឹងក៏បានសងសឹកឲ្យតកែហើយដល់យកច្រឡំនឹងគ្នាអញ្ចឹងណាហើយពេលនោះដែរហ្គមនហ្នឹងក៏បានលើកដៃស្ពះតាំងសមាធិពួកខ្លួនឯងបានស្លាប់នេះជាច្រើនណាហើយរឿងហ្នឹងដែរក៏ចប់ប៉ុណ្្នឹងដែរអេដមីនមានកំហុសឆ្គងកន្លែងណាសូមអធិស្ឋានដល់អេដមីនទាំងអស់គ្នាផងព្រោះអីខ្លះអត់មាននិយាយកន្លែងណាអីអក្ខរាវិរុទ្ធអីអត់ច្បាស់អីចឹងណាហើយសូមអធិស្ឋានដល់អេដមីនច្រើនអរគុណអ្នកទាំងអស់គ្នាសូមជម្រាបលា